តោះនេះ alright ថ្ងៃនេះគឺយើងនិយាយតាក់ទងមួយនឹងបរិសម្នាក់ដែលគាត់បានប្រែរូបរាងពណ៌សបល់ដៃជើងរបស់គាត់ហ្នឹងពីពណ៌សដូចយើងធម្មតាទូទៅហ្នឹងទៅជាពណ៌ខៀវពណ៌ខៀវមើលទៅគឺ like រាងកាយរបស់គាត់ពណ៌ខៀវយូរហ្មងបន្ទាប់ពីគាត់បានផឹកនៅប្រភេទថ្នាំដែលលក្ខណៈថាគោលដៅនៃការផឹកថ្នាំរបស់គាត់ហ្នឹងគឺដើម្បីជួយទៅដល់រាងកាយរបស់គាត់ពេលហ្នឹងដូចគាត់ឈឺពោះអញ្ចឹងឲ្យគាត់ keep លក្ខណៈថាគាត់ព្យាយាមផឹកពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃរហូតអត់ដល់រយៈពេល10ឆ្នាំរាងកាយរបស់គាត់ក៏ចាប់ផ្ដើមបដូរពីពណ៌សទៅជាពណ៌ខៀវបែបហ្នឹងហ្មងទៅតាមពិតទៅថ្នាំដែលគាត់ផឹកហ្នឹងគឺដើម្បីព្យាបាលគាត់ទេក៏ប៉ុន្តែគាត់បែរជាបដូរទៅជាបែបហ្នឹងវិញចុះតើថ្នាំដែលគាត់បានផឹកហ្នឹងជាប្រភេទថ្នាំអីគេទៅតោះឥឡូវនេះកុំឲ្យចាំយូរខិតមកចិត្តនេះមកយើងទៅនិយាយពីគាត់ទាំងអស់គ្នាអញ្ចឹងសម្រាប់ឈ្មោះរបស់គាត់គឺគាត់មានឈ្មោះថា Paul Karason សូមហៅគាត់ថា Paul ហ្មងទៅងាយស្រួលហៅហើយបើយើងនិយាយពីរូបរាងរបស់គាត់មុនពេលដែលរាងកាយរបស់គាត់បដូរទៅជាពណ៌ខៀវបែបហ្នឹងគឺតាមពិតទៅគាត់គឺ like ស្បែករបស់គាត់គឺដូចតែយើងដែរទេពណ៌សពណ៌អីអញ្ចឹងណាគាត់មានសក់ពណ៌បែប blonde ពណ៌បែបសអីអញ្ចឹងណាហើយរូបរាងរបស់គាត់អីហ្នឹងគឺធម្មតាដូចតែគេដូចតែឯងណាទេក៏ប៉ុន្តែរហូតដល់គាត់អាយុ40ឆ្នាំនៅក្នុងវ័យអាយុ40ឆ្នាំរបស់គាត់ហ្នឹងគាត់ក៏បានចាប់ផ្ដើមបដូរពណ៌របស់គាត់ហ្នឹងទៅជាពណ៌ខៀវមិននិយាយទៅសម្រាប់ស្បែករបស់គាត់ដែលបដូរពីពណ៌សទៅពណ៌ខៀវហ្នឹងគឺវាមិនមែនបដូរតែមួយថ្ងៃទៅ2ថ្ងៃទៅ3ថ្ងៃឬក៏មួយអាទិត្យវាបដូរទៅជាពណ៌ខៀវភ្លាមបែបហ្នឹងណាគឺវាចាប់ផ្ដើមបដូរពីមួយថ្ងៃទៅមួយថ្ងៃវាឡើងម្ដងបន្តិចដោយសារតែបែបហ្នឹងហើយសូម្បីតែពួកម៉ាក់របស់គាត់សូម្បីតែមនុស្សដែលជិតស្និទ្ធរបស់គាត់បំផុតក៏អត់ចាប់អារម្មណ៍ថាគាត់ចាប់ផ្ដើមបដូរពណ៌ទៅជាពណ៌ខៀវដែររហូតដល់ថ្ងៃមួយសបល់របស់គាត់ហ្នឹងក៏ចាប់ផ្ដើមបដូរទៅជាពណ៌ខៀវបើនិយាយម៉ាត់សាមញ្ញទៅគឺ level មិចហ្មងពណ៌ខៀវឡើងមើលទៅគឺដឹងតែពណ៌ស្បែករបស់គាត់ហ្នឹងគឺពណ៌ខៀវយកហ្មងរហូតដល់មានអ្នកខ្លះទៅគឺគេបានឈោលហៅគាត់ថាប៉ា Smurf ទៀតSmurf ហ្នឹងពពួកតុក្កតាបែបពណ៌ខៀវនៅក្នុងព្រៃនៅក្នុងអីដែលគេយកទៅធ្វើមីមកាលពីមួយរយៈមុនហ៎ចឹងគេហៅគាត់ថាប៉ា Smurf ទៀតបាទជីវិតរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃបន្ទាប់ពីគាត់បដូរទៅជាពណ៌ខៀវបែបហ្នឹងគឺគាត់ពិបាកនៅក្នុងការរស់នៅខ្លាំងមែនទែនទាំងការងារអីក៏គាត់អត់បានធ្វើនិយាយទៅផ្ទះសម្បែងអីហ្នឹងក៏គាត់ត្រូវលក្ខណៈថាគាត់អត់មានលុយនៅពេលដែលគាត់អត់មានការងារធ្វើអញ្ចឹងគាត់អត់មានលុយទេសូគាត់អត់មានលុយនៅក្នុងការបង់ថ្លៃផ្ទះទេអញ្ចឹងហើយយូរទៅគាត់ក៏ខ្លាចតែជា homeless man ឬមួយក៏មនុស្សដែលអត់មានផ្ទះសម្បែងរស់នៅតាមផ្លូវអីចឹងទៅហើយបើយើងនិយាយពីជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់វិញគឺគាត់រស់នៅពិបាកខ្លាំងមែនទែនមានក្មេងៗឬមួយក៏មនុស្សដែលអត់ស្គាល់គាត់នឹងគេសម្លឹងមើលគាត់បែបរើសអើងហ្មងមើលដូចថាគាត់ជា alien មកពិភពផ្កាយភពអីអញ្ចឹងដូចបែបរើសអើងយកហ្មងសម័យមើលទៅយើងបដូរពណ៌ទៅជាពណ៌ខៀវខុសពីគេខុសពីឯងបែបហ្នឹងគឺវាពិបាករស់នៅក្នុងសង្គមរបស់គេខ្លាំងមែនតើតាណាមកណាគេចូលយើងគេថាឲ្យគេថាយើងដូច alien អីចេះអាហ្នឹងហើយគឺជាជីវិតដែលលោកពូលោកតាផូលគាត់បានជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ហ្នឹងក៏ប៉ុន្តែរឿងគឺវានៅត្រង់កន្លែងនេះសួរតើគាត់បានផឹកអីគេទៅបានជាខ្លួនប្រាណរបស់គាត់ហ្នឹងរាងកាយទាំងដៃទាំងជើងទាំងខ្លួនរបស់គាត់ហ្នឹងបានបដូរទៅជាពណ៌ខៀវទាំងលេខពណ៌ខៀវបែបហ្នឹងមកតាមពិតទៅអីដែលគាត់បានលេបឬក៏ផឹកចូលទៅក្នុងពោះរបស់គាត់ហ្នឹងវាគឺជាប្រភេទថ្នាំទេអានេះបាទយោងតាមការលើកឡើងរបស់លោកតាផូលគឺពេលហ្នឹងគាត់បានលើកឡើងមកថាសម័យហ្នឹងគឺល្បីខ្លាំងមែនទែនរឿង magazine ឬមួយក៏កាសែតអញ្ចឹងតែតមួយថ្នាំអីគេក៏ចុះផ្សាយតែតនៅក្នុងកាសែតហ្នឹងដែរតែវាជួយគេខ្លះវាជួយសម្រួលលក្ខណៈថាជំងឺរបស់យើងវាជួយបានឲ្យគេខ្លាយអញ្ចឹងនៅពេលដែលគាត់អានកាសែតហ្នឹងឃើញថាថ្នាំមួយប្រភេទហ្នឹងគឺវាជួយព្យាបាលទៅលើជំងឺក្តៅខ្លួនមហារីកហើយជាមួយនឹង HIV និងជំងឺមួយចំនួនផ្សេងទៀតជំងឺមួយចំនួនទៀតដែលគាត់អត់បានលើកឡើងមកទេដែលថ្នាំមួយនេះប៉ុណ្ណាគឺមានឈ្មោះថា colloidal silver ដែលវាមានជាតិដែកច្រើនបានគេដាក់ឈ្មោះថា silver ហ្នឹងពេលដែលគាត់បានឃើញអត្ថប្រយោជន៍របស់ថ្នាំមួយនេះដែលគេបានចុះនៅលើកាសែតហើយគាត់ឃើញថាវាអាចថាជួយមកដល់ព្យាបាលមកដល់គាត់ដែរពេលហ្នឹងដូចជាគាត់ឈឺកពុះឈឺពោះឈឺកាពះអីអញ្ចឹងណាហើយមានការរោលនៅលើស្បែករបស់គាត់បន្តិចដែលគេហៅថា rash ហ្នឹងហើយតែមកគាត់ក៏សម្រេចចិត្តទិញយកថ្នាំហ្នឹងយកមកលេបសាកមើលហើយគាត់លេបពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃហើយឃើញថាវាពិតជាបានជួយមកដល់គាត់មែនគាត់រៀងធូរស្បើជាងមុនហើយគាត់លេបហ្នឹងគឺថាគាត់លេបមិនមែនតែមួយអាទិត្យទេណាឬក៏មួយខែឯណាគឺគាត់លេបរហូតដល់ទៅ10ឆ្នាំឯណោះឆ្នាំមួយហ្នឹងគឺគាត់លេបដល់10ឆ្នាំអត់ធម្មតាលេបដល់10ឆ្នាំដូចខ្ញុំបាននិយាយអញ្ចឹងដោយសារតែថ្នាំដែលគាត់បានលេបហ្នឹងគឺវាសម្បូរទៅដោយជាតិដែកឬមួយក៏ silver ច្រើនអញ្ចឹងហើយនៅពេលដែលគាត់ផឹកយូរទៅគាត់ផឹកឡើងដល់10ឆ្នាំគាត់ក៏បានកើតជាមួយនឹងជំងឺមួយដែលវាគឺជាប្រភេទជំងឺកម្រឬមួយក៏ rare និយាយទៅកម្រខ្លាំងមែនតើហ្មងសង្កត់ថា1លាននាក់មានតែម្នាក់ទេដែលកើតមាននៅជំងឺប្រភេទហ្នឹងដែលគេឲ្យឈ្មោះថា Algeria គឺជាប្រភេទជំងឺដែលវាបដូរស្បែករបស់យើងហ្នឹងទៅជាពណ៌ខៀវដោយលោកតាផូលអញ្ចឹង like blue gray បែបពណ៌ខៀវលាយជាមួយនឹងពណ៌ gray រាងកាយរបស់គាត់ហ្នឹងអូយបាទអញ្ចឹងបើគាត់មានតែប៉ុណ្្នឹងទេមកពីគាត់ញ៉ាំថ្នាំហ្នឹងអាចថាច្រើនពេករហូតដល់10ឆ្នាំទើបគាត់កើតមាននៅជំងឺកម្រដែលអត់មានពីណាគេសង្កត់ថាអត់មានពីណាគេកើតមានជំងឺបែបហ្នឹងទេប៉ុន្តែគាត់បែរជាកើតមាននៅជំងឺបែបហ្នឹងដោយសារតែគាត់បានផឹកថ្នាំ
ដែលមនុស្សគ្រប់គ្នាអាចទិញថ្នាំនឹងយកទៅផឹកបានអញ្ចឹងវាហានិភ័យខ្លាំងមែនទែនអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេហើយជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយ